ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងកម្មវិធីទុតិយគូស្រករនៅថ្ងៃនេះខ្ញុំសូមលើកយកប្រុសឆ្នាំថោះធាតុឈើពងមនុស្សស្រីនិងស្រីឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសបានគ្នាជាប្តីប្រពន្ធល្អដែរឬទេការទុតិយឆ្នាំទាំងពីរនេះគឺសម្រាប់អ្នកដែលកំពុងរកគូស្រករក៏ត្រូវអ្នកមានប្តីប្រពន្ធហើយក៏ត្រូវដូចនេះបើប្រុសឆ្នាំថោះធាតុឈើពងមនុស្សស្រីនិងស្រីឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសបានគ្នាជាប្តីប្រពន្ធល្អអ្នកទាំងពីររស់នៅជាមួយគ្នាស្រឡាញ់គ្នាអ្នកឆ្នាំឆ្លូវធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំថោះនៅពេលលោកអ្នកទៅរកលោកអាចារ្យមើលពលាការលោកអ្នកគួរឲ្យលោកអាចារ្យមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់អ្នកទាំងពីរដើម្បីយកកូនស្រីឬកូនប្រុសឲ្យត្រូវធាតុអ្នកទាំងពីរទើបរស់នៅជាមួយគ្នាបានសេចក្តីសុខចម្រើនការមើលរកធាតុញីធាតុឈ្មោលនិងធាតុញីឈ្មោលរបស់អ្នកទាំងពីរគេត្រូវយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមកគុណគូមើលសូមអរគុណ